Ok, rồi Ngọc Nia, chẳng ngày nay dương nâng một gì khi niệm pi kit bắt tỏ đôi dương nâng dương pi kit là bắt time hay nâng nia phải score kit ham cho ra nói bắt tay bài trên nét là mình sơ ban chỉ score kit lab rồi có ban pra kit lab chẳng vì mình copy kit ham thế bắt tay dương ngày nay xong đi dương pi kit lab để sao tay nó còn hôn cái miền pra kit lab cho ra ok chẳng em có thay chả chẳng cho tầm đồng thế chẳng cái lab cho platform đài và chẳng định kênh chung chẳng cứ chỉ bắt đầu từ lúc mình này từ lúc source code nó online từ lúc platform bỏ cái lab nâng tại mà đó hay về lơ bị còn đang store code cái bên product một cáiច្រើនមានន័យថាអាច support automation QT ហើយ measurement មានន័យថា product មួយគេគឺផ្ដោតទៅលើក្រៅទៅពី code គឺគេអាចធ្វើ CI/CD automation continuous integration continuous deployment បានហើយក៏គេផ្ដោតទៅលើ AI assistant ដែរគេមាន AI code រៀង co-pilot របស់ GitHub ដែរហើយអធិប្បាយនោះយើងនិយាយមុនហ្នឹងគឺអាច manage source code មាន workflow automation អាច trigger ពេលដែលមាន approval ហើយឲ្យធ្វើអីអញ្ចឹងវា work ជុំគ្នាជាមួយ CI/CD ហើយនឹងមាន secure software delivery ដែល integrate ច្រើនជាមួយនឹង platform ផ្សេងឧទាហរណ៍ដូចវា integrate បានជាមួយ Kubernetes ជាមួយផ្សេងអីច្រើនណាស់យើងអាច view កន្លែងនេះយើងអាច view all solution ទៅយើងនឹងឃើញហើយក៏ប៉ុណ្្នឹងទៀតគឺ security គឺនេះតើយើងបងលុយ subscription ultimate enterprise ណានឹងมันយើងអាចបានទាំងអស់នឹង full ដូចជាមាន compliance មាន manage software supply chain ឧទាហរណ៍យើងមាន code scan មាន scan dependency យើងមាន scan license អីជាដើមអញ្ចឹងទៅអញ្ចឹងគឺsecurity ហើយ measurement គឺគេផ្ដោតទៅលើ visibility monitoring ផ្សេង analytics ដែលយើងអាចមាន dashboard មានអីមើលផ្សេងទៅហើយខ្ញុំសូមនិយាយតែប៉ុណ្្នឹងទេមកឡើយយើងចូលតែម្ដងទៅហើយដើម្បីចូលទៅគឺយើងគ្រាន់តែ sign in មកណាបង្កើត account ម្នាក់អត់ទាន់មានទេហើយខ្ញុំ sign in ជាមួយ Gmail ដែរទេអូខេអញ្ចឹងពេល sign in ហើយគឺ dashboard របស់វាពេលចូលមកគឺឃើញបែបនេះហ្នឹងខ្ញុំអាចបញ្យល់តិចគឺចូលមកគឺចូលមកបញ្ជាក់ page តែម្ដងអញ្ចឹងណាអញ្ចឹងបើករណីយើងមានប្រមាណបញ្ជាក់គឺវាបង្ហាញនៅនឹងអញ្ចឹងណាហើយផ្សេងទៀតខ្ញុំអត់បញ្យល់ច្រើនទេដោយសារខ្ញុំបដោតទៅ core feature ហ្នឹងគឺឥឡូវយើងថ្មីហ្មងយើងចូលមកយើងអាចបង្កើតបញ្ជាក់ហើយយើងដាក់ new បញ្ជាក់ហ្នឹងគឺ repository ហ្នឹងឯងបញ្ជាក់នៅក្នុង GitLab គឺសំដៅទៅ repository Git repository ណាអូខេអញ្ចឹងយើងអាចបង្កើត plan បញ្ជាក់ក៏បានឬក៏បង្កើតពី template ក៏បានអញ្ចឹងណាហើយពេលនេះយើងបង្កើត plan បញ្ជាក់ទៅអូខេអញ្ចឹងពេលបង្កើតគឺយើងដាក់ឈ្មោះវាមកចឹងណាឥឡូវយើងឧទាហរណ៍តែពេលនេះយើងដាក់ថា demo video អញ្ចឹងទៅអូខេហើយបើយើងមាន group យើងចង់ select ឲ្យនៅក្រុម group ណាក៏យើងអាច select បានអញ្ចឹងណាអូខេ group របស់យើងឥឡូវថាខ្ញុំមាន group CSKH Talk របស់យើងហ្នឹងអញ្ចឹងយើងនឹងបង្កើត video demo នៅក្រុម group CSKH Talk អញ្ចឹងទៅអូខេហើយយើងយក private មកដើម្បីយើងអត់ដាក់ public ដើម្បីគេណាឃើញទេយើងប្រើដើម្បីក្នុង team យើងឬក៏យើងខ្លួនឯង manage បញ្ជាក់ខ្លួនឯងហើយយើងអាច initial readme មួយមកអញ្ចឹងណាកុំឲ្យវាទទេស្អាតពេកអញ្ចឹងណាអូខេក្រោយពីហ្នឹងបើ enable static application ខ្ញុំអត់និយាយទេយើងបដទៅ basic សិនអូខេទៅមកយើងចុច create មកនឹងប៉ុណ្្នឹងគឺរបៀបដែលយើងអាចបង្កើតបាន remote repository មួយឬក៏បញ្ជាក់មួយ first បញ្ជាក់របស់យើងគឺនៅលើ GitLab អូខេអញ្ចឹងពេលទៅបង្កើតមកហើយខ្ញុំសូមអត់បញ្យល់បន្ថែមទៅនឹងការប្រើប្រាស់ជាមួយនឹង command line git អីនៅ CMD ទេយើងក៏នឹងបង្ហាញពី feature មួយចំនួនផ្ទាល់នៅនឹងអញ្ចឹងណាហើយបើអ្នកនរគ្នាមើល readme ហ្នឹងគឺ provide នៅព័ត៌មានសំខាន់សម្រាប់យើងស្រាប់ហើយដែលយើងធ្វើការបន្តទៀតតែយើងត្រូវធ្វើអីខ្លះអញ្ចឹងណាហើយយើងមើលពេលដែលយើងបង្កើតដំបូងភ្លាមបញ្ជាក់របស់យើងគឺមាន first commit ដែលគេប្រើពាក្យ initial commit ហ្នឹងយើងឃើញទេ project information យើងឃើញតែឥឡូវយើងមានមក commit ហើយយើងមានតែមួយ brand ទេ default របស់វាគឺ main brand នេះយើងអាចមើល brand បានគឺមានតែមួយទេឃើញទេបើមានច្រើនវានឹង list បន្តអញ្ចឹងទៅអូខេ
hay tag អត់ទាន់មានទេអូខេហើយទំហំរបស់វា file មួយហ្នឹងទំហំវា 4K អញ្ចឹងទៅបើបញ្ជាក់យើងកាន់តែច្រើនអញ្ចឹងវានឹងឃើញទំហំនឹងកើនឡើងអញ្ចឹងទៅអូខេនៅលើ web ហ្នឹងគឺយើងអាចឃើញបែបហ្នឹងឥឡូវយើងមកមើល readme ទាំងអស់គ្នាអញ្ចឹង readme គឺគេបង្ហាញពីអ្វីដែលយើងគួរតែធ្វើមិនបន្តទៀត next step ដែលយើងត្រូវ work លើបញ្ជាក់ហ្នឹងអញ្ចឹង GitLab គេ recommend អីគេយើងមើលអញ្ចឹងគឺ recommend ឲ្យយើងអាច add file បានយើងអាចបង្កើតឬក៏យើង upload file អូខេអញ្ចឹងនេះនៅកន្លែងនេះអញ្ចឹងគឺយើងអាច add file បានបង្កើត file ហើយក៏ upload file បង្កើត directory បង្កើតអីដែលយើង manage ផ្ទាល់នៅលើនឹងបានដែរប៉ុន្តែបើឲ្យ the best ហ្មងគឺគេ work ជាមួយ Git command line ពេលដែលយើងប្រើជាមួយ CMD ឬក៏ terminal ណាអូខេហើយយើងមើលណាបើសិនជា work ជាមួយ Git នេះគេឲ្យមក command ស្រាប់មក command របស់យើងបើករណីយើងមានបញ្ជាក់ code យើងនៅហើយយើងក៏ចូលទៅកាន់ folder របស់បញ្ជាក់យើងហើយគឺយើងត្រូវ run command មួយចំនួនអញ្ចឹងណាឬក៏យើងអាច run ដាក់ add remote វាមិនណា add remote គឺអានេះគឺជា URL មកកាន់បញ្ជាក់របស់យើងនឹងមកនេះបញ្ជាក់របស់យើងគឺ GitLab SKH Talk ហើយ demo បញ្ជាក់ហ្នឹងគឺចូលមកដល់កន្លែងហ្នឹងទៅពីយើង add remote ហើយយើងអាចធ្វើម៉េចឲ្យ make sure ថា brand ហ្នឹងជា main brand យើង set វាឲ្យដូចអ្វីដែលយើងកំពុងនៅផ្ទាល់ហ្នឹងយើងអាចប្រើ brand ផ្សេងក៏បានដែរមែនទែនទៅអញ្ចឹងណាអញ្ចឹងយើងទៅពីយើង main brand ហើយយើងអាច push អូខេ push នឹង for ទៀតណាអញ្ចឹង push ដើម្បីចូលmoment brand អញ្ចឹងប៉ុណ្ណឹងគឺរបៀបប្រើ Git ទៅហើយខ្ញុំអត់បញ្ចូលបន្ថែមទៀតទេមកឡើយយើងមើលបើយើងបង្កើត file បង្កើតអីទៅគឺវាយើងអាចឥឡូវពេលហ្នឹងខ្ញុំបង្កើតជា CI/CD តែម្ដងអញ្ចឹងខ្ញុំអត់បញ្ចូលពីរបៀបប្រើអីផ្សេងទេអញ្ចឹងអ្នកនរគ្នា explore យល់ពី Git អាចធ្វើបានណាមកឡើយយើងនិយាយពី CI/CD អញ្ចឹងនៅលើ GitLab គឺ CI/CD របស់វាដើម្បីអាចធ្វើ DevOps បានគឺងាយស្រួលមែនទែនគឺនៅផ្ទាល់ជាមួយនឹងបញ្ជាក់ហ្នឹងយើងបង្កើត file មួយគឺត្រូវតែដាក់អញ្ចឹងហ្មងអញ្ចឹងណា .gitlab tray មួយមក ci.yml គឺឈ្មោះត្រូវតែឈ្មោះអញ្ចឹងហ្មងអូខេបន្ទាប់មកគឺយើងអាចទៅសេ script DevOps របស់យើងបានហើយ script DevOps របស់ GitLab គឺជំហាននិយាយចំគឺបើយើងនិយាយថា basic មកដើមហ្មងណាមកដើមហ្មងគឺត្រូវប្រកាសជាប់ណែម្ល៉េះឧទាហរណ៍យើងថា build project ចុះ build project ឧទាហរណ៍ណាយើងចុច2មកអានេះគឺយើងបង្កើតឈ្មោះ project របស់យើងហើយយើង enter មួយមកអូខេ enter មួយមកគឺយើងត្រូវកំណត់ stage ថាតើ build នឹងនៅ stage មួយណាហើយ default គឺមាន stage build test deploy អញ្ចឹងពេលហ្នឹងគឺយើងដាក់ក្នុង stage build ចុះអញ្ចឹងណាហើយបន្ទាប់មក script អានេះគឺជាចំណុចដែលមានន័យថាសំខាន់ហ្មងគឺ3 keyword ហ្នឹងយើងបង្កើតថា job យើងដែលយើងចង់ឲ្យវា run ហ្នឹងឈ្មោះអីគេហើយវានៅក្នុង stage មួយណានេះគឺតម្រូវអញ្ចឹង requirement មកហើយបន្ទាប់មក script ឲ្យវាធ្វើអី script នេះអាចទៅសេជា bash script ចឹងសេជា bash script នៅកន្លែងហ្នឹងគឺឧទាហរណ៍យើងទៅសេ echo ចុះចឹងណា echo building project ឧទាហរណ៍ហើយយើងអាចបង្កើតបន្ថែមទៀតករណីយើងមានចង់ធ្វើអីតទៀតយើងអាចឧទាហរណ៍ test stage ចុះ testing functionality យើងដាក់ឈ្មោះទៅដើម្បីយើងរៀនខ្លួនឯងហើយ stage របស់យើងគឺ test ហើយ script របស់យើង echo testing now ឧទាហរណ៍យើងយកដាក់ណាហើយ successfully អីចឹងយើងអាចសេបន្តអានេះកន្លែងនេះ echo នេះគឺជា command នៅករណីបើយើង build npm project យើងប្រើ npm test npm អីផ្សេងយើងអញ្ចឹងណាឬក៏ just បើយើងត្រូវការ test ដោយប្រើ tool របស់ Node.js ហ្នឹង successful អញ្ចឹងទៅ test អញ្ចឹងយើងគាត់ទៅ save បែបហ្នឹងហើយយើង save commit វាមកអូខេអញ្ចឹងយើងអាចទៅ save ឈ្មោះ variable មកយើងដាក់ទៅ add.gitlab ci.yml file ហើយយើង commit ទៅ man brand អញ្ចឹងបដ ாய் ទៅអូខេប៉ុណ្ណឹងគឺស្មើយើង add file CI/CD ហើយវានឹង auto trigger ហ្មងពេលដែល file នឹង save គឺវា auto ដោយសារតែយើងអត់បានកំណត់លក្ខខណ្ឌ
អីផ្សេងទេអញ្ចឹងឲ្យតែមាន file change គឺវាដឹងថា run file ហ្នឹងហើយ run develop file របស់វាហ្នឹងហើយយើងអាចចូលមើលបានកន្លែងនេះគឺយើងចង់មើល view មើលថាមានអីកើតឡើងវាកំពុងតែ run អីគេខ្លះយើងចូលមើលមកអូខេអញ្ចឹង pipeline របស់យើងមិនមាន2 stage ទេ build ហើយតែ hello build ជោគជ័យហើយវាកំពុងតែ start តែហើយយើងអាចចូលមើលបានហើយណាកំពុង start ហើយនេះអូខេហើយបើយើងកលេចមកមើលខាងឆ្វេងយើងនឹងឃើញថាតើបើយើងចង់ចូលបន្តកន្លែងនេះយើងចូលទៅកន្លែងណាគឺនៅក្នុង build ហើយយើងមើល job អញ្ចឹងណាបើយើងមើល pipeline គឺយើងមើលអ្វី display មិញហ្នឹងមកឥឡូវវាកំពុងតែចាប់ផ្ដើម run ហើយអញ្ចឹងឃើញ run echo testing successful មកយើងសរសេរមិញហ្នឹងហើយអូខេបើសិនជាពី GitLab មកគេ recommend ឲ្យពេលយើងសរសេរCI/CD file របស់វាហ្នឹងគឺគេឲ្យចូលមក build ហើយយើងសរសេរក្នុង pipeline editor ហ្មងដើម្បីជៀសវាង error ព្រោះបើយើងសរសេរផ្ទាល់ដូចមុនហ្នឹងគឺវាអាចមាន error ជាយថាហេតុតែនេះវា check ឲ្យ auto ដូចយើង syntax check អញ្ចឹងណាឥឡូវថាខ្ញុំចង់សរសេរថែមទៀតស្រាប់យើងសរសេរថា deploy មិនហើយយើងសរសេរខុសហើយយើងចេះតែទៅទៀតគឺវាចាញ់ error ឲ្យ highlight អញ្ចឹងឃើញអត់អាហ្នឹងដែលយើង recommend ឲ្យចូលមកព្រោះពេលយើងសរសេរនៅក្នុង pipeline editor ហ្នឹងគឺយើងអាច visualize បានទៀតអញ្ចឹងភ្លាមបើយើងចង់ឲ្យវា display មិនគឺយើងសរសេរភ្លាមឃើញភ្លាមតែម្ដងអូខេអញ្ចឹងជា basic CI CD ហើយនិយាយពី GitLab ខ្ញុំគិតថាខ្ញុំថ្ងៃនេះយើងចែកម្លេចប៉ុណ្្នឹងសិនហើយទៅវីដេអូបន្តទៀតយើងនឹងនិយាយអំពីការ build បច្ចេកជាក់ស្ដែងឧទាហរណ៍ Python បច្ចេកតែយើង build តែហើយ deploy វាយើងសរសេរយ៉ាងម៉េចដែរអញ្ចឹងអូខេក៏ជួបគ្នានៅវីដេអូក្រោយទៀត